រាល់ពេលខ្ញុំងូតទឹករាងកាយខ្ញុំដុះពេញទៅដោយរំពស់ឪពុកចិញ្ចឹមឃើញដូច្នេះក៏ប្រឹងកាត់ឲ្យខ្ញុំប៉ុន្តែល្បឿននៃការកាត់គឺយឺតជាងល្បឿនដែលវាដុះទៅទៀតដើម្បីការពារកុំឲ្យរំដុះបន្តទៀតគាត់មិនឲ្យខ្ញុំផឹកទឹកសូម្បីតែមួយថ្ងៃខ្ញុំស្រែកទឹកដល់ថ្នាក់អណ្ដាតឡើងពងបែកហើយបូមមាត់ព្រះអស់ឪពុកចិញ្ចឹមមានតែខ្ញុំម្នាក់គត់ជាកូនចិញ្ចឹមគាត់មើលថែខ្ញុំសំខាន់ជាងទ្រព្យសម្បត្តិទៅទៀតដើម្បីការពារកុំឲ្យអ្នកបម្រើនិយាយផ្ដេសផ្ដាសគាត់បានកាត់អណ្ដាតអ្នកបម្រើចោលប៉ុន្តែដំណឹងនៅតែលេចចេញក្រៅគេនិយាយគ្នាថាខ្ញុំជាបិសាចដោយខឹងខ្លាំងឪពុកចិញ្ចឹមបានរើផ្ទះទៅរស់នៅក្នុងរូងភ្នំដាច់ស្រយាលដោយគិតថាឲ្យតែខ្ញុំអាយុ18ឆ្នាំនឹងមានសុវត្ថិភាពប៉ុន្តែថ្ងៃមួយមានគ្រូសេលម្នាក់មកដោយមិនបានអញ្ជើញគាត់ចូលមកដល់ក៏ចាប់ផ្ដើមសូត្រមន្តបន្ទាប់មកគាត់ខ្សឹបប្រាប់អ្វីមួយដល់ឪពុកចិញ្ចឹមខ្ញុំឪពុកចិញ្ចឹមធ្វើមុខប្លែករួចក៏ញឹមយ៉ាងពីស្ពោលពេលគ្រូសេលត្រឡប់ទៅវិញឪពុកចិញ្ចឹមធ្វើតាមការណែនាំដោយឲ្យខ្ញុំត្រាំក្នុងឈាមឆ្កែរាល់ថ្ងៃខ្ញុំទ្រាំនឹងក្លិនឆ្អាបដ៏គួរឲ្យខ្ពើមហើយត្រាំបែបនេះអស់រយៈពេល48ថ្ងៃពេលខ្ញុំប៉ះទឹករោមពិតជាលែងដុះទៀតមែនឪពុកចិញ្ចឹមឃើញបែបនេះក៏សើចយ៉ាងខ្លាំងហាក់ដូចជាត្រូវឆ្នោតអញ្ចឹងប៉ុន្មានថ្ងៃក្រោយមករាងកាយរបស់ខ្ញុំក៏មានការផ្លាស់ប្ដូរចម្លែកការលូតលាស់លឿនជាងអ្នកអតីតឆ្ងាយណាស់ចង្កេះតូចស្ដាងដូចដើមរាំងនរណាឃើញក៏លងស្នេហ៍ដែរមិនត្រឹមតែកូនប្រុសតកោអភិជនក្នុងរាជធានីទេដែលចូលចិត្តខ្ញុំសូម្បីតែមនុស្សស្រីឃើញខ្ញុំក៏ចិត្តរំភើបដែរប៉ុន្តែខ្ញុំគ្រាន់តែចង់រកបុរសធម្មតាម្នាក់រៀបការនិងបង្កើតកូននឹកស្មានមិនដល់ថាថ្ងៃនោះមានដំណឹងពីដំណាក់រាជយាថាព្រះមហាក្សត្រយានីចង់ជ្រើសរើសព្រះជាយាឲ្យរាជយាគោលដៅនៃការជ្រើសរើសគឺកូនស្រីដល់វ័យរៀបការរបស់មន្ត្រីទាំងអស់ក្នុងរាជវាំងគ្រាន់តែដំណឹងនេះចេញភ្លាមមនុស្សម្នាភ័យស្លន់សោប្រញាប់រកអ្នកផ្លូវចាំហាមដណ្ដឹងកូនស្រីរបស់ខ្លួនព្រោះនៅក្នុងរាជធានីតែងតែមានពាក្យចាំអារ៉ាមមួយចំនួនតាក់ទងនឹងរាជយាគេថាប៉ុន្មានឆ្នាំមុនរាជយាបានរងរបួសត្រង់កន្លែងសំខាន់ពេលចេញច្បាំងដូច្នេះពេលត្រឡប់មកវិញទ្រង់មិនដែលរៀបការឡើយអ្នកខ្លះទៀតថារាជយាមូរងឆាន់កាន់សេញញ៉ាំបន្លែមិនដែលប៉ះពាល់ស្រីទេសរុបមកប៉ុន្មានឆ្នាំនេះរាជយាមូរងឆាន់ដែលរៀបការឬមានកូនទេសូម្បីតែស្រីបម្រើក្នុងបន្ទប់ក៏គ្មានដែរដូច្នេះហើយអ្នករាល់គ្នាគិតថាការរៀបការជាមួយមូរងឆាន់គឺដូចជាការនៅមេម៉ាយទាំងរស់ប៉ុន្តែឪពុកចិញ្ចឹមដែលជាអាគមហាសេនាបតីរបស់ខ្ញុំខុសពីគេគាត់បែរជាឲ្យខ្ញុំចូលរួមការជ្រើសរើសទៅវិញទោះបីជាខ្ញុំមិនពេញចិត្តយ៉ាងណាក៏ដោយក៏ខ្ញុំមិនអាចប្រកែកជាមួយឪពុកចិញ្ចឹមបានដែរដើម្បីគេពីការជ្រើសរើសខ្ញុំខំប្រឹងហាត់ក្បាច់គុនដើម្បីឲ្យខ្លួនឯងមើលទៅរឹងមាំបន្តិចនៅថ្ងៃជ្រើសរើសកូនស្រីច្បងរបស់មេតបបានតែងខ្លួនឲ្យអាក្រក់មើលដើម្បីកុំឲ្យជាប់កូនស្រីច្បងរបស់រាជគ្រូបានធ្វើពុតជាតក់ស្លុតនិយាយមិនចេញដើម្បីកុំឲ្យជាប់ដល់វេនខ្ញុំឈរនៅក្រោមឆាកទាញសម្ពុតឡើងហើយស្រែកមួយទំហឹងខ្ញុំនឹងសម្ដែងការលើកជើងពៀនដ៏ធ្ងន់ជូរអ្នកទាំងអស់គ្នាទស្សនាដូច្នេះនៅចំពោះមុខមនុស្សជាច្រើនខ្ញុំបានលីជើងពៀនដ៏ធំឡើងលើឆាកទស្សនវិជ្ជានេះធ្វើឲ្យអ្នកនៅទីនោះស្រឡាំងកាំងព្រះមហាក្សត្រយានីភ័យរហូតដល់មាត់ហើយលួចសរសើរថាខ្ញុំមានកម្លាំងខ្លាំងខ្ញុំដាក់ឆ្នាំងដ៏ធ្ងន់នោះចុះដោយពេញចិត្តរួចទះដៃច្រត់ចង្កេះរងចាំបញ្ជារបស់ព្រះមហេសីបណ្ដេញខ្ញុំចេញប៉ុន្តែអ្វីដែលខ្ញុំនឹកស្មានមិនដល់នោះគឺព្រះមហេសីបែរជាលើកដៃសម្រាប់ចិត្តភ្លាមទៅវិញតែងតាំងឈៀវលេងឈួនជាស្នំរបស់រាជទីយាខ្ញុំដូចជារន្ទះបាញ់មិននឹកស្មានថាការធ្វើពុតបែរជាខ្លាយជាការពិតស្រីទន់ភ្លន់ជាច្រើនព្រះមហេសីមិនរើសបែរជារើសយកស្រីកាច់ឆ្នះដែលលើកឆ្នាំងធ្ងន់ដូចខ្ញុំទៅវិញគ្មានផ្លូវទេខ្ញុំមានតែទទួលយកវាព្រោះពីគីមខាងទៀតគឺជាព្រះមហេសីដែលមានអំណាចខ្លាំងក្លាបន្ទាប់ពីបញ្ចប់ពិធីការក្នុងវាំងរួចរាល់ខ្ញុំក៏ត្រូវបានបញ្ជូនទៅដំណាក់រាជទីយាមុនពេលចូលទៅក្នុងដំណាក់ខ្ញុំបានស៊ើបសួរជាច្រើនទើបដឹងពីមូលហេតុពិតដែលព្រះមហេសីជ្រើសរើសខ្ញុំទោះបីជាខ្ញុំមានកម្លាំងខ្លាំងប៉ុន្តែរាងកាយរបស់ខ្ញុំសិចស៊ីនិងមានមន្តស្នេហ៍ពីកំណើតកុំថាឡើយប្រុសឃើញខ្ញុំហើយបាក់ចិត្តសូម្បីតែស្រីឃើញខ្ញុំក៏ស្រក់ទឹកមាត់ដែរហេតុនេះហើយទើបព្រះមហេសីជ្រើសរើសខ្ញុំហើយព្រះមហេសីថែមទាំងសន្យានឹងខ្ញុំថាត្រូវការពេលតែ1ឆ្នាំប៉ុណ្ណោះបើខ្ញុំអាចមានផ្ទៃពូកូនរបស់មរងឆែនបានសម្រេចនឹងតែងតាំងខ្ញុំជាព្រះជាយាភ្លាមព្រមទាំងប្រទានមាស 10000 ដំឡឹងបើ1ឆ្នាំក្រោយមរងឆែននៅតែមិនចាប់អារម្មណ៍នឹងប្រកាសប្រាប់ពិភពលោកឲ្យខ្ញុំរួចខ្លួនគ្រាន់តែថាមាស 10000 ដំឡឹងខ្ញុំក៏យកព្រមភ្លាមខ្ញុំមានមន្តស្នេហ៍ពីកំណើតចង់យកឈ្នះចិត្តប្រុសម្នាក់មិនពិបាកទេដូច្នេះនៅយប់ដែលចូលទៅក្នុងដំណាក់រាជយាខ្ញុំក៏ឡើងទៅលើគ្រែរបស់មរងឆែនលទ្ធផលគឺអាម្នាក់នេះភ័យពេកមិនហ៊ានចូលបន្ទប់ដេកសោះខ្ញុំខឹងពេកក៏សម្រុកចូលទៅក្នុងបន្ទប់ធ្វើការតែម្ដងពេលនោះមរងឆែនកំពុងឲ្យទៀនអានសៀវភៅក្រោមពន្លឺភ្លើងទៀនផ្ទៃមុខដ៏សង្ហារបស់មរងឆែនកាន់តែស្រស់ស្អាតនិងមានមន្តស្នេហ៍មើលពីជ្រុងណាក៏ស័ក្តិសមជាបុរសសង្ហាដែរហ៎ខ្ញុំមិនជឿថាយកឈ្នះចិត្តលោកមិនបានខ្ញុំរៀបចំសម្លៀកបំពាក់ដើរយឺតទៅរកមរងឆែនរួចធ្វើការគោរពយ៉ាងទន់ភ្លន់កំពុងតែចង់និយាយស្រាប់តែជើងចំពុកដួលធ្វើឲ្យខ្ញុំដួលទៅក្នុងរង្វង់ដៃរបស់មរងឆែនដោយចេតនាមរងឆែនរស់នៅយ៉ាងបរិសុទ្ធជាង10ឆ្នាំហើយសូម្បីតែដៃស្រីក៏មិនដែលប៉ះផងស្រាប់តែត្រូវស្រីស្អាតអប់បែបនេះមរងឆែនក៏ចាប់ផ្ដើមភ័យស្លន់ស្លោខ្លួនប្រាញ័រត្រើបដៃមិនដឹងដាក់ទៅណាទេឃើញបែបនេះខ្ញុំសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានខ្ញុំសន្និដ្ឋានភ្លាមថាមរងឆែនមិនមែនមិនចូលចិត្តស្រីដោយពាក្យចាមអារ៉ាមនោះទេគេគ្រាន់តែមុខស្ដាងអៀនច្រើនប៉ុណ្ណោះខ្ញុំគ្រាន់តែប្រើល្បិចបន្តិចបន្តួចក៏អាចយកឈ្នះមរងឆែនបានដែរហេព្រះមហេសីទ្រង់រងចាំប្រទានមាស 10000 ដំឡឹងឲ្យខ្ញុំចុះប៉ុន្តែមិនទាន់សប្បាយចិត្តបាន3វិនាទីផងមរងឆែនក៏លាស់ដៃក្រវ៉ាត់ខ្ញុំចេញតែម្ដងក្បាលខ្ញុំបុកនឹងអែតឈឺរហូតស្រក់ទឹកភ្នែកខ្ញុំក្តាប់ដៃញើពីដីចង្អុលមុខមរងឆែនទាំងកំហឹងលោកពិតជាមិនចេះថ្នាក់ក្នុងស្រីសោះមរងឆែនសម្លឹងមកខ្ញុំដោយរកពីខ្ពស់មិនដែលរងភាពអយុត្តិធម៌បែបនេះពីមុនមកខ្ញុំក៏ទាត់ទុកក្រឡាប់ហើយឈានជើងទៅមុខយ៉ាងលឿនចាប់កៅអៅរបស់មរងឆែនហើយប្រមានខ្ញុំគឺជាស្នំរបស់រាជយាដែលតែងតាំងព្រះមហាក្សត្របើលោកមិនទៅដេកជាមួយខ្ញុំទេតើលោកចង់ប្រឆាំងនឹងរាជបញ្ជាមែនទេប្រឈមមុខនឹងការគំរាមកំហែងរបស់ខ្ញុំមរងឆែនបានសម្លឹងមើលមកខ្ញុំយ៉ាងត្រជាក់គេដឹងថាខ្ញុំមានព្រះបតានិងព្រះមេដាជាក្នុងបង្អែកបើមិនតាមខ្ញុំត្រឡប់ទៅដំណាក់យប់នេះទេច្បាស់ជាត្រូវព្រះមេដាដាក់ទោសមិនខានមរងឆែនគ្មានជំរឿក៏ត្រូវតែដើរតាមខ្ញុំត្រឡប់ទៅដំណាក់វិញប៉ុន្តែអាកប្បកិរិយារបស់គេនៅតែត្រជាក់ដដែលពេលមកដល់ដំណាក់មរងឆែនបានអង្គុយលើគ្រែហើយចង្អុលទៅអត់ដល់រឹងនឹងត្រជាក់បុរសនិងស្ត្រីមិនគួរនៅជិតគ្នាទេយប់នេះនាងដេកលើអត់ទៅទោះបីជាខ្ញុំជាកូនចិញ្ចឹមរបស់អាគមហាសេនាបតីប៉ុន្តែនៅភូមិគ្រឹះសេនាបតីយ៉ាងហោចណាស់ខ្ញុំមានបន្ទប់ដេកផ្ទាល់ខ្លួនហើយគ្រែក៏ទន់ដែរ
មិនដែលរងភាពអយុត្តិធម៌បែបនេះទេនៅចំពោះមុខមករងឆេនដែលមានអាកប្បកិរិយាត្រជាក់ស្រោបខ្ញុំខំបូមាត់ហើយធ្វើមុខគួរឲ្យអាណិតសម្លឹងមើលទៅគេខ្ញុំដឹងច្បាស់ពីឥទ្ធិពលនៃភាពតាក់ទាញរបស់ខ្ញុំបើជាប្រុសធម្មតាឃើញខ្ញុំក្នុងសភាពតាក់ទាញបែបនេះប្រហែលជាលងស្នេហ៍ខ្ញុំយូរហើយគួរឲ្យស្ដាយដែលទឹកមុខមករងឆេននៅតែត្រជាក់មិនត្រឹមតែមិនរំជើបរំជួលទេថែមទាំងទម្រេចខ្លួនដេកលើគ្រែយ៉ាងប្រហែលទៀតផងឃើញថាផែនការមិនបានសម្រេចខ្ញុំក៏ឈប់សម្ដែងហើយចាប់ទាញអាវមករងឆេនទៅម្ខាងរួចឡើងដេកលើគ្រែតែម្ដងមករងឆេនខឹងស្ទើរតែចេញផ្សែងតាមត្រជាក់ចង្អុលមុខខ្ញុំហើយស្ដីបន្ទោសថាខ្ញុំគ្មានហេតុផលទោះជាយ៉ាងនេះក្ដីខ្ញុំនៅតែមិនខ្វល់ចុងក្រោយមករងឆេនអស់វិធីគេក៏រំភួយដេកលក់ទៅដូចជាកូនជាដ៏គួរឲ្យអាណិតខ្លាចត្រូវឆ្កែចោកដូចជាខ្ញុំចាប់ស៊ីតាមពិតទង្វើរបស់គេគឺចូលក្នុងអន្ទាក់របស់ខ្ញុំហើយខ្ញុំគឺជាបិសាចកញ្ជ្រោងកន្ទុយ9ចាប់ជាតិទោះបីជាធម្មពលវេទមិនខ្លាំងដូចមុនប៉ុន្តែការចូលក្នុងសុបិនរបស់អ្នកអតីគឺងាយស្រួលដូចបកចេកពេលឮសំឡេងដកដង្ហើមស្មើគ្នានៅក្បែរខ្លួនខ្ញុំក៏ញញឹមចុងមាត់ហើយក្រវីដៃតេក៏ចូលទៅក្នុងសុបិនរបស់មករងឆេនមករងឆេនយល់សប្តាហ៍គេកំពុងហាត់ដាវនៅក្រោមទឹកធ្លាក់ស្រាប់តែមានផ្សែងពណ៌សស័តមកធ្វើឲ្យទឹកធ្លាក់คล้ายជាពិភពទឹកកកភ្លាមមិនត្រឹមតែទឹកនៅក្រោមទឹកធ្លាក់ក៏ប៉ុណ្ណោះទេសូម្បីតែទឹកធ្លាក់ក៏คล้ายជាផ្ទាំងទឹកកកដ៏ធំដែរមករងឆេនកាន់ដាវវែងក្នុងដៃស្រាប់តែសំឡេងស្រីសើចក្អាកក្អាយក្នុងសាច់អាប់គេក៏វេកផ្សែងមើលឃើញស្រីស្អាតដាច់គេជាង10នាក់ឈរលើផ្ទៃទឹកកកពួកគេស្លៀកស្បៃពណ៌ស្ដាងហើយកំពុងរាំដោយជើងទេលើទឹកកកកាយវិការដ៏ទន់ភ្លន់នោះធ្វើឲ្យមករងឆេនគយគន់ឡើងលេបទឹកមាត់ហើយរឿងទាំងអស់នេះគឺជាស្នាដៃរបស់ខ្ញុំពេលនេះខ្ញុំកំពុងឈរនៅលើទឹកធ្លាក់សម្លឹងមើលគ្រប់សកម្មភាពរបស់មករងឆេនឃើញកែវភ្នែកសម្លឹងមិនដាក់របស់គេខ្ញុំក៏មានអារម្មណ៍ថាគួរឲ្យអស់សំណើចមករងឆេនមើលទៅដូចជាមិនចាប់អារម្មណ៍ស្រីតែតាមពិតក្នុងចិត្តគូកញ្ជ្រោលខ្លាំងណាស់មួយសន្ទុះក្រោយមកម្រងឆេនមានអារម្មណ៍ថាទិដ្ឋភាពនៅចំពោះមុខប្រែជាស្រពេចស្រពិលបន្ទាប់មកគាត់ក៏បានចាក់ចេញពីសុបិនហើយត្រឡប់មកកាន់ពិភពពិតវិញនៅពេលនេះមករងឆេនមិនត្រឹមតែមុខក្រហមប៉ុណ្ណោះទេថែមទាំងបែកញើសពេញខ្លួនហាក់ដូចជាទើបតែចេញពីសូណាដើម្បីឲ្យត្រជាក់ចិត្តបានលឿនគាត់គ្មានជំរឿសអ្វីក្រៅពីទៅងូតទឹកត្រជាក់នោះទេមួយយប់កន្លងផុតទៅមករងឆេនលែងហ៊ានសម្លឹងមើលភ្នែកខ្ញុំចំទៀតហើយគាត់អង្គុយនៅក្នុងបន្ទប់អានសៀវភៅហើយស្ងាត់មិនឈប់គ្មានអារម្មណ៍អានសៀវភៅសោះឡើយប្រហែលជាក្នុងក្បាលរបស់គាត់កំពុងតែគិតដល់ទិដ្ឋភាពក្នុងសុបិនកាលពីម្សិលមិញហើយមើលទៅខ្ញុំគ្រាន់តែមានអារម្មណ៍ថាគួរឲ្យអស់សំណើចហើយថែមទាំងជឿជាក់ថាត្រូវការពេលតែមួយខែប៉ុណ្ណោះនឹងអាចយកឈ្នះចិត្តមករងឆេននឹងទទួលបានមាស 10000 តម្លឹងនៅពេលល្ងាចខ្ញុំបានយកស្នែងក្តានមកស្ងោររបស់មួយចានហើយយកទៅបន្ទប់អានសៀវភៅដើម្បីទទួលបានការពេញចិត្តពីមករងឆេនខ្ញុំបានផ្លាស់ប្ដូរចរិតកាយឆ្នះកាលពីម្សិលមិញមកជាសុភាពរៀបសារវិញព្រះអង្គម្ចាស់អានសៀវភៅមួយថ្ងៃហើយសម្រាប់សិនទៅនេះជាបរដែលខ្ញុំខំស្ងោរជូនព្រះអង្គខ្ញុំបានលើកចានបរទៅដាក់នៅចំពោះមុខមករងឆេនហើយគាត់ក៏បានគេភ្នែកដោយមិនដឹងខ្លួនដោយមិនហ៊ានសម្លឹងមើលភ្នែកខ្ញុំចំទៅធ្វើឲ្យគាត់មើលមិនច្បាស់ថាចាននៅឯណាក៏ស្រាប់តែប៉ះដៃដ៏ស្រលូនរបស់ខ្ញុំមករងឆេនហាក់ដូចជាត្រូវរន្ទះបាញ់ភ័យរហូតរញាប់ដកដៃមកវិញហើយធ្វើសញ្ញាឲ្យខ្ញុំដាក់ចាននៅលើតុពេលឃើញទឹកមុខភ័យស្លន់ស្លោរបស់មករងឆេនខ្ញុំមានអារម្មណ៍ថាគួរឲ្យអស់សំណើចណាស់ព្រះអង្គម្ចាស់អង្គនេះពិតជាតាមខ្លួនជាសុភាពបរោះមែនតាមពិតគ្រាន់តែជាសម្បកក្រៅប៉ុណ្ណោះតែក្នុងចិត្តជ្រៅគឺពោពេញដោយភ្លើងតណ្ហាបន្ទាប់ពីខ្ញុំដាក់ចាននៅលើតុមករងឆេនមិនបង្អង់យូរឡើយក៏លើកចានបបផឹកមួយរំពេចព្រះអង្គម្ចាស់គេខ្ញុំប្រញាប់ដាស់តឿនដោយបំណងល្អទើបមករងឆេនបានភ្ញាក់ខ្លួនហើយសម្លឹងមកខ្ញុំដោយភ្នែកស្រឡាំងកាំងពណ៌នេះទើបតែដួសមកប្រយ័ត្នក្តៅមករងឆេនស្រឡាំងកាំងមួយសន្ទុះបន្ទាប់មកមុខទាំងមូលក៏ឡើងក្រហមដោយសារក្តៅហើយគាត់ក៏ប្រញាប់លើកទឹកលាងជក់នៅលើមកផឹកទោះបីជាយ៉ាងនេះក្តីមាត់របស់គាត់នៅតែលាកពងបែកដដែលពេលឃើញសភាពដ៏គួរឲ្យអាណិតរបស់គាត់ខ្ញុំសឹងតែសើចចង់ស្លាប់ទៅហើយព្រះអង្គម្ចាស់អង្គនេះពិតជាគួរឲ្យស្រឡាញ់ណាស់បន្ទាប់មកគាត់ធ្វើពុតជាគ្មានរឿងអ្វីកើតឡើងហើយអង្គុយនៅក្បែរនោះកំដរមករងឆេនអានសៀវភៅតែមួយសន្ទុះក្រោយមកឥទ្ធិពលថ្នាំចាប់ផ្ដើមបញ្ចេញជាតិធ្វើឲ្យរាងកាយរបស់មករងឆេនចាប់ផ្ដើមឡើងក្តៅគាត់ជាយុវជនវ័យជាង20ឆ្នាំដែលកំពុងពេញកម្លាំងគ្រាន់តែមានការរំញោចពីខាងក្រៅបន្តិចបន្តួចក៏ធ្វើឲ្យក្តៅខ្លួនទ្រាំមិនបានដែរជាងនេះទៅទៀតខ្ញុំថែមទាំងបានលួចដាក់ស្នែងក្តានចូលក្នុងបោះទៀតផងមករងឆេនទាញញអាវដើម្បីឲ្យខ្លួនឯងត្រជាក់បន្តិចប៉ុន្តែនៅពេលដែលកន្ទុយភ្នែករបស់គាត់រលែកឃើញខ្ញុំមករងឆេនបានត្រឹមតែធ្វើចិត្តឲ្យស្ងប់មិនហ៊ានរើបដេកដាស់ពេលនេះមុខរបស់គាត់ឡើងក្រហមញ៉ាំងចុងក្រោយទ្រាំមិនបានក៏រត់ទៅងូតទឹកត្រជាក់ម្ដងទៀតលុះដល់ពេលយប់ខ្ញុំក៏អនុវត្តតាមវិធីឯដោយបន្តប្រើវិជាដករលឹងដើម្បីចូលទៅក្នុងសុបិនរបស់មករងឆេនយប់នេះមករងឆេនស្លៀកពាក់អាវក្រោះពណ៌ប្រាក់កាន់ដាវនីក្រីកហើយប្រយុទ្ធយ៉ាងក្លាហាននៅលើសមរភូមិខ្ញុំឈរនៅលើចុងឈើសម្លឹងមើលមករងឆេនដោយកែវភ្នែកដ៏មានមន្តស្នេហ៍ខ្ញុំនឹកស្មានមិនដល់សោះថាមិននឹកស្មានថាមករងឆេនផឹកបោស្នែងក្តានហើយនៅតែអាចទប់ចិត្តបានល្អយ៉ាងនេះថែមទាំងយល់សប្តិឃើញសមរភូមិយកស្រូវមកបញ្ចេញកំហឹងក្នុងចិត្តទៀតបន្ទាប់មកខ្ញុំគ្រូវីដៃតេផ្សែងពណ៌ស្មួយដុំក៏គ្របដណ្ដប់លើមករងឆេនភ្លាមបន្ទាប់មកទិដ្ឋភាពជុំវិញខ្លួនគាត់ក៏ប្រែប្រួលយ៉ាងឆាប់រហ័សពីសមរភូមិដែលពោពេញដោយសំឡេងកាប់សម្លាប់ស្រាប់តែប្រែទៅជាផ្ទះបនយីហុងទៅវិញសំឡេងសេះចម្បាំងដែលស្រែកកងរំពងក៏ប្រែទៅជាសំឡេងសើចសប្បាយនឹងការច្រៀងរាំពេលឃើញទិដ្ឋភាពដែលមិនគួរមើលនេះមករងឆេនហូរឈាមច្រមុះហើយសន្លប់ឈឹងនៅនឹងកន្លែងឃើញបែបនេះខ្ញុំក៏រាប់ម្រាមដៃហើយរੂថាតើខ្ញុំដាក់ថ្នាំខ្លាំងដែរទេឬពេលមករងឆេនភ្ញាក់ពីយល់សប្តិគាត់ស្ទាបច្រមុះដែលហូរឈាមហើយស្ទុះក្រោករត់ទៅក្រៅភ្លាមដើម្បីទៅងូតទឹកត្រជាក់ខ្ញុំអង្គុយពុតជើងលើគ្រែសម្លឹងមើលក្នុងរបស់មករងឆេនដែលកំពុងប្រញាប់ប្រញាល់ក្នុងចិត្តកាន់តែសប្បាយរីករាយដោយគិតថាជ័យជំនះនៅចិត្តបង្កើយអាឡអែតចាំមើលតើខ្ញុំយកឈ្នះឯងបានឬអត់ដើម្បីគេចពីខ្ញុំមករងឆេនសំងំក្នុងបន្ទប់ធ្វើការពេញមួយថ្ងៃប៉ុន្តែអ្វីដែលមករងឆេនមិននឹកស្មានដល់នោះគឺក្នុងជម្រៅនៃអាពណ៌ដ៏ក្រាស់ស្រាប់តែមានស្រីស្អាតជាង10នាក់ស្លៀកសំពត់ស្ដារចេញមកពួកគេម្នាក់មានសម្រស់ស្រស់ស្អាតដាច់គេដូចជាទេពអប្សរចុះពីឋានសួគ៌បន្ទាប់ពីទេពអប្សរទាំងនេះបានឃើញរាយគ្រូមិនត្រឹមតែមិនខ្លាចនោះទេថែមទាំងរំជុំវិញរាយគ្រូទៀតផងរបាំដ៏ស្រស់ស្អាតនោះធ្វើឲ្យរាយគ្រូមើលឡើងភ្លឹករហូតដល់ធ្វើឲ្យគាត់បាត់បង់ការតាំងចិត្តអាត្មាបានខិតខំចេះរាប់សិបឆ្នាំមកហើយថ្ងៃនេះទីបំផុតទទួលបានការពេញចិត្តពីទេពអប្សរអាត្មាត្រូវតែសោយសុខជីវិតឲ្យបានល្អ
រីគ្រូសើចយ៉ាងសប្បាយរីករាយគាត់បានបើកដៃអបទេពអប្សរម្នាក់ហើយថានាងជាលទ្ធផលនៅពេលដែលពួកគេប៉ះគ្នាភ្លាមទេពអប្សរក៏ប្រែទៅជាជ្រូកធាត់មួយក្បាលដែលកំពុងហៀទឹកមាត់ទស្សនភាពនេះពិតជាគួរឲ្យអស់សំណើចណាស់ធ្វើឲ្យខ្ញុំសើចស្ទើរតែចេញទឹកភ្នែកសូម្បីតែអ្នកបម្រើនឹងឆ្មាំដែលនៅពីក្រោយក៏យកដៃខ្ទប់មាត់លូតសើចដែររហូតមកដល់ពេលនេះទើបរីគ្រូភ្ញាក់ពីការយល់សប្តិបន្ទាប់ពីឃើញជ្រូកធាត់នៅក្នុងដៃរបស់គាត់រីគ្រូភ័យភ្ញាក់ហើយរុញជ្រូកធាត់នោះចេញពេលសាច់នេះពិតជាមានមន្តអាគមខ្លាំងក្លាណាស់ទេទ្រង់គូតែទៅរកអ្នកផ្សេងដែលពូកែជាងនេះចុះរីគ្រូបានគោរពមូរងឆេនមួយហើយក៏ចាក់ចេញពីដំណាក់របស់រាជយាទាំងអាម៉ាស់ចាប់តាំងពីពេលនោះមកមានពាក្យចាំអារ៉ាមមួយទៀតបានសាយភាយនៅក្នុងរាជធានីថាមូរងឆេនមិនមែនមិនចូលចិត្តស្រីទេតែជាមនុស្សដែលល្មមកម្មទៅវិញគេបានចិញ្ចឹមស្រីរបស់រាប់សិបនាក់នៅក្នុងផ្ទះនៅកំដរគេផឹកស៊ីសប្បាយភ្លេចខ្លួនជារៀងរាល់ថ្ងៃនេះក៏ជាមូលហេតុដែលមូរងឆេនមានរង្វង់ភ្នែកខ្មៅធំពីរដែរដំណើររឿងបានវិវត្តមកដល់ចំណុចនេះយ៉ាងល្អឥតខ្ចោះមូរងឆេនទោះជាលោតចូលទន្លេលឿនក៏លៀងជំរះមិនជ្រះដែរពាក្យចាំអារ៉ាមនេះបានទៅដល់ត្រចៀករបស់ព្រះមហេសីយ៉ាងឆាប់រហ័សទ្រង់ក៏បានយាងទៅកាន់ដំណាក់រាជយាភ្លាមនៅក្នុងក្រសែភ្នែករបស់ព្រះមហេសីមូលហេតុដែលមូរងឆេនក្លាយជាមនុស្សមកកម្មបែបនេះគឺសុទ្ធតែជាស្នាដៃរបស់ខ្ញុំហេតុដូច្នេះហើយព្រះមហេសីមិនត្រឹមតែមិនខឹងនោះទេថែមទាំងសប្បាយចិត្តជាខ្លាំងទៀតផងទ្រង់គិតថាការដែលជ្រើសរើសខ្ញុំឲ្យរៀបការជាមួយរាជយាតានោះពិតជាជ្រើសរើសមនុស្សត្រូវមែនព្រះមហេសីថែមទាំងចាប់ផ្ដើមស្រមៃថាក្នុងពេលដ៏ខ្លីខាងមុខនេះខ្ញុំនឹងអាចឲ្យទ្រង់ពោចៅប្រុសបានហើយដូច្នេះព្រះមហេសីកាន់តែគិតកាន់តែសប្បាយចិត្តក៏ប្រទានរង្វាន់ជាមាសប្រាក់និងគ្រឿងអលង្ការចំនួន10ផាប់ដល់ខ្ញុំភ្លាមលើពីនេះទ្រង់ថែមទាំងប្រទានសូត្រល្អចំនួន500ផាប់ទៀតផងខ្ញុំសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានហើយបានក្រាបបង្គំទូលអរព្រះគុណព្រះមហេសីជាច្រើនដងព្រះមហេសីបានគ្រាខ្ញុំឲ្យក្រោកឡើងដោយក្តីមេត្តាហើយទាញខ្ញុំទៅនិយាយខ្សឹបខ្សៀវមូរងឆេនឈរនៅក្បែរនោះទឹកមុខហាក់ដូចជាឆ្កំឆ្គងបន្តិចប៉ុន្មានថ្ងៃនេះនៅក្នុងសុបិនគេមានភាពអែមល្ហែមជាមួយខ្ញុំគ្រប់បែបយ៉ាងប៉ុន្តែនៅក្នុងជីវិតពិតយើងទាំងពីរអ្នកសូម្បីតែដៃក៏មិនដែលកាន់ផងដូច្នេះមូរងឆេនក៏អស់សំណើចដែរមិននឹកស្មានថាខ្លួនជាមនុស្សប្រុសបរិសុទ្ធបែបនេះតែជាត្រូវគេល្បីថាជារាជយាតដែលល្មមកម្មទៅវិញឲ្យធ្វើមើលពិតជាពិបាកធ្វើជារាជយាតតែពិបាកទៅទៀតព្រះមហេសីបានទាញខ្ញុំទៅនិយាយបន្ទាប់ពីជេរគ្នាមួយសន្ទុះមកខ្ញុំក៏សម្លឹងមើលមូរងឆេនដោយស្នាមញឹមមូរងឆេនមានអារម្មណ៍ថាមានកំហុសបន្តិចនៅពេលដែលព្រះមាតាសម្លឹងមកប៉ុន្តែសំណាងល្អដែលព្រះមាតាមិនបានមានបន្ទូលអ្វីឡើយទ្រង់ក៏យាងត្រឡប់ទៅវង្វេងបន្ទាប់ពីព្រះមាតាយាងចេញទៅមូរងឆេនក៏សួរខ្ញុំថាខ្ញុំបាននិយាយអ្វីខ្លះជាមួយព្រះមាតាតែធ្វើឲ្យព្រះមាតាសប្បាយព្រះទេយ៉ាងនេះពេលឃើញទឹកមុខថប់បារម្ភរបស់មូរងឆេនខ្ញុំក៏មានបំណងចង់លេងសើចនឹងគេទ្រង់ចង់ដឹងមែនទេមូរងឆេនសម្លឹងមកខ្ញុំដោយស្មោះត្រង់គូពិតណាស់យើងចង់ដឹងហើយក៏ខ្ញុំទៅគេវិញដោយស្នាមញឹមថាក៏ខ្ញុំបានប្រាប់ព្រះមាតាថាខ្ញុំមានផ្ទៃពោះកូនរបស់ទ្រង់ហើយក្រឹបទើបយន្តះបាញ់នៅពេលថ្ងៃត្រង់មូរងឆេនទាំងនៅនឹងកន្លែងនឹកស្មានមិនដល់ថាខ្ញុំហ៊ាននិយាយកុហកបែបនេះប្រសិនបើ10ខែទៀតខ្ញុំមិនមានកូននោះគឺជាទោសបោកបញ្ឆោតស្ដេចដល់ពេលនោះមិនត្រឹមតែខ្ញុំទេសូម្បីតែមនុស្សក្នុងគុំគ្រីនាយករដ្ឋមន្ត្រីក៏នឹងត្រូវជាប់ពាក់ព័ន្ធដែរប៉ុន្តែខ្ញុំមិនខ្វល់ពីរឿងនេះទេព្រោះខ្ញុំគ្រាន់តែចង់លេងសើចជាមួយមូរងឆេនចំពោះអ្វីដែលព្រះមាតាបានមានបន្ទូលជាមួយខ្ញុំអាចប្រាប់គេបានលុះត្រាតែខ្ញុំយកឈ្នះបេះដូងមូរងឆេនបានសិនប៉ុន្តែចាប់ពីថ្ងៃនេះទៅអាកប្បកិរិយារបស់មូរងឆេនចំពោះខ្ញុំលែងត្រជាក់ដាក់ដូចមុនទៀតហើយយើងទាំងពីរតែងតែអានសៀវភៅជាមួយគ្នាញ៉ាំអាហារជាមួយគ្នាសូម្បីតែពេលយប់មូរងឆេនក៏លែងបដិសេធខ្ញុំខ្លាំងដូចមុនដែររាត្រីរដូវក្តៅមានសភាពក្តៅស្អុះស្អាប់បន្តិចក្រោយពេលងូតទឹករួចខ្ញុំក៏ទម្លាក់ខ្លួនលើគ្រែដោយសារតែខ្ញុំធ្លាប់គេងម្នាក់ឯងតាំងពីតូចខ្ញុំមានទម្លាប់គេងអោបខ្នើយប៉ុន្តែតាំងពីមកដល់ដំណាក់របស់ព្រះរាជបុត្រាមកដើម្បីយកឈ្នះបេះដូងមូរងឆេនខ្ញុំមានតែត្រូវទុកចិត្តខ្លួនឯងជារឿយប៉ុន្តែនៅពេលដែលទំនាក់ទំនងរបស់យើងទាំងពីរកាន់តែជិតស្និទ្ធខ្ញុំក៏ចាប់ផ្ដើមបញ្ចេញចរិតពិតបន្តិចម្ដងពេលគេងលក់ស្កប់ស្កល់ខ្ញុំក៏អបមូរងឆេនជាប់ហើយទាញគេមកជិតខ្លួនពេលមានអារម្មណ៍ថាមានកម្ដៅនៅក្បែរខ្លួនមូរងឆេនក៏ភ្ញាក់រឺតគេបើកភ្នែកឡើងដោយប្រុងប្រយ័ត្នក៏ស្រាប់តែឃើញមុខដ៏ស្រស់ស្អាតរបស់ខ្ញុំយើងទាំងពីរនៅជិតគ្នាបង្កើយរហូតដល់អាចជឿសំឡេងដកដង្ហើមរបស់គ្នាទៅវិញទៅមកបេះដូងរបស់មូរងឆេនលោតញាប់តែរំភើបប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍ទេផ្ទុយទៅវិញខ្ញុំបែរជាអបដៃមូរងឆេនកាន់តែតឹងដែលធ្វើឲ្យយើងកាន់តែជិតគ្នាជាងមុនមិនទាន់ដល់ភ្លឺផងមូរងឆេនទ្រាំមិនបានក៏រត់ទៅងូតទឹកត្រជាក់ពេលគេត្រឡប់មកវិញឃើញខ្ញុំស្លៀកពាក់មិនរៀបរយក៏ស្រាប់តែហូរឈាមច្រមុះទៀតខ្ញុំកំពុងគេងលក់ស្កប់ស្កល់ងាកទៅមើលមូរងឆេនមួយផ្លែតហើយប្រាប់គេទាំងមួយថាទ្រង់ហូរឈាមច្រមុះហើយទេមូរងឆេនយកកន្សែងមកជូតច្រមុះគេមើលទៅហាក់ដូចជាមានកំហុសបន្តិចប្រហែលជាពីថ្ងៃនេះយើងគេងយប់ជ្រៅពេកទើបសុខភាពខ្សោយទេខ្ញុំសម្លឹងមើលគេទាំងញឹមក្នុងចិត្តគិតថាព្រះរាជបុត្រាមិនមែនសុខភាពខ្សោយទេតែគឺមកពីក្តៅក្នុងខ្លួនខ្លាំងជាងមួយខែក្រោយមកយោងតាមទំនៀមទម្លាប់ខ្ញុំនិងមូរងឆេនបានត្រឡប់ទៅភូមិគ្រីនាយករដ្ឋមន្ត្រីវិញឪពុកម្ដាយចិញ្ចឹមរបស់ខ្ញុំក្រោយពីមិនបានជួបខ្ញុំជាច្រើនថ្ងៃពួកគាត់ហាក់ដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេបន្ទាប់ពីការសាកសួរសុខទុក្ខតាមគូសម្រួចខ្ញុំត្រូវបានឪពុកចិញ្ចឹមហៅចូលទៅក្នុងបន្ទប់ធ្វើការគ្រាន់តែចូលដល់បន្ទប់ភ្លាមគាត់ក៏សួរខ្ញុំមិនឈប់ថាតើសុខភាពរបស់ព្រះរាជបុត្រមួយរយៈនេះយ៉ាងម៉េចដែរតើមានរោគសញ្ញាខ្សោយកម្លាំងឬមានជំងឺច្រើនដែរទេតើមានបានឃើញផ្លូវសម្ងាត់ឬរឿងអ្វីផ្សេងទៀតនៅក្នុងដំណាក់ព្រះរាជបុត្រដែរទេពេលឮពាក្យសម្ដីរបស់ឪពុកចិញ្ចឹមបែបនេះខ្ញុំមានអារម្មណ៍ថាចម្លែកខ្លាំងណាស់ប៉ុន្តែដោយសារគាត់គឺជាឪពុកចិញ្ចឹមរបស់ខ្ញុំនៅតែឆ្លើយតបតាមការពិតគ្រប់យ៉ាងចំណែកឯរឿងផ្លូវសម្ងាត់ក្នុងដំណាក់ព្រះរាជបុត្រតើខ្ញុំអាចទៅដឹងបានដោយរបៀបណាឪពុកចិញ្ចឹមបានគាត់ខ្ញុំសួរនាំអស់រយៈពេលជាង1ម៉ោងទើបគាត់អនុញ្ញាតឲ្យខ្ញុំចាក់ចេញប៉ុន្តែនៅពេលខ្ញុំហ៊ាននឹងចេញទៅឪពុកចិញ្ចឹមមិនភ្លេចផ្ដាំផ្ញើខ្ញុំទេឲ្យខ្ញុំយកចិត្តទុកដាក់លើស្ថានភាពសុខភាពរបស់ព្រះរាជបុត្រឲ្យបានច្រើនពេលឃើញមានបញ្ហាអ្វីមួយត្រូវរាយការណ៍ប្រាប់គាត់ភ្លាមចំពោះការចាត់ចែងរបស់ឪពុកចិញ្ចឹមទោះបីជាខ្ញុំមានអារម្មណ៍ថាវាចម្លែកបន្តិចមែនប៉ុន្តែខ្ញុំនៅតែយល់ព្រមតាម